របស់ខ្ញុំនឹងមានសិទ្ធិបញ្ជាខ្ញុំមួយថ្ងៃពេញបើហាងស្ដាប់អ៊ីពេញមួយថ្ងៃអ៊ីឲ្យហាង200000រៀលបើអត់ស្ដាប់ទេត្រូវលាងចានឲ្យបងអូនពេញមួយខែចាប់ដើមតែម្ដងបាទអញ្ចឹងបញ្ជាទី1អ៊ីចង់ឲ្យធ្វើអីគេអ៊ីចង់ឲ្យហាងជូនអ៊ីទៅកំពង់សោមតោះទៅបានដែរដល់ប្រចាំយូរខ្ញុំក៏បានជូនអ៊ីខ្ញុំទៅកំពង់សោមតែម្ដងតែពេលហ្នឹងគឺខ្ញុំអត់ដឹងថាខ្ញុំទៅហ្នឹងគឺចំណេញឬខាតទេចាឥឡូវហ្នឹងគឺយើងដល់ផ្លូវលបឿនលឿនហើយហើយបន្ទាប់ពីធ្វើដំណើរទីទៀតមកគឺយើងក៏ដល់កន្លែងដែលយើងត្រូវឈប់សម្រាកនៅលើផ្លូវលបឿនលឿនហើយនេះពេលហ្នឹងគឺអ៊ីខ្ញុំក៏បានឃើញអីតំណងហើយគាត់ក៏បានបញ្ជាខ្ញុំចេញលុយឲ្យមានអារម្មណ៍យ៉ាងណាដែរបានបញ្ជាបាយចិត្តបានគួរចេញលុយឲ្យហើយបន្ទាប់ពីការធ្វើដំណើរទីទៀតមកគឺថាយើងក៏បានទៅដល់ខេត្តព្រះសីហនុអញ្ចឹងការបញ្ជាទី1របស់យើងគឺជោគជ័យអញ្ចឹងការបញ្ជាទី1ជោគជ័យណាអញ្ចឹងមានអីឲ្យបញ្ជាទៀតអត់ជាឲ្យហាងតែទិញមកឲ្យអ៊ីញ៉ាំទិញមកម៉ានចកាទិញ100ចកានិយាយទៅនៅពេលដែលខ្ញុំលឺ100ចកាហ្នឹងហើយគឺខ្ញុំមានអារម្មណ៍ថាចប់ហើយជីវិតនេះហើយទោះបីយ៉ាងណាក៏ដោយនៅពេលហ្នឹងគឺខ្ញុំពិតជាទិញ100ចកាមែនចាឥឡូវនេះគឺយើងទិញមក100ចកាអ្នកទាំងអស់គ្នាដែលបន្ទាប់ពីហ្នឹងមកគឺថាអ៊ីខ្ញុំក៏បានប្រើខ្ញុំទៅដើរមើលអាជីមីផងដែរអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំដើរមើលអាជីមីអីចឹងទៅហើយបន្ទាប់ពីមើលហើយមកយើងក៏បានមកដល់ហើយដោយសារតែពេលហ្នឹងគឺថាហត់ផងឃ្លានផងចឹងទៅខ្ញុំក៏បានធ្វើការញ៉ាំបាយថ្ងៃនៅហ្នឹងតែម្ដងអញ្ចឹងបេសកកម្មមក100ចកាជោគជ័យហើយចោលតែគេចេញលុយហាងអ្នកចេញលុយហ្នឹងហើយតែបន្ទាប់ពីហ្នឹងមកគឺថាខ្ញុំក៏បានធ្វើការចេញលុយតែម្ដងចាឥឡូវចង់ទៅណាតទោះបីតែពេលហ្នឹងគឺថាយើងទៅផ្ទះក៏ដោយប៉ុន្តែនៅពេលដែលជីទៅដល់កន្លែងខ្មែរធ្វើបានអ៊ីខ្ញុំក៏បានបញ្ជាខ្ញុំមួយទៀតឡើយអ៊ីបញ្ជាហាងថតរូបឯខ្មែរធ្វើបានដល់អ៊ីក៏ពោឲ្យស្អាតអូខេហើយក្នុងនេះជាអ្នកកម្ពុជាថតរូបគឺខ្ញុំក៏បានធ្វើការថតរូបឲ្យគាត់តាមការបញ្ជាแล้วបន្ទាប់ពីនោះមកគឺថាយើងក៏បានធ្វើដំណើរមកផ្ទះវិញហើយបន្ទាប់ពីការធ្វើដំណើរមកគឺយើងក៏បានមកដល់ផ្ទះអញ្ចឹងឥឡូវហ្នឹងគឺយើងបានមកដល់ផ្ទះវិញហើយចាអ៊ីឯងមានអីបញ្ជាទៀតអត់ដោយសារនៅសល់ពេលច្រើនដែរឲ្យហាងទៅរកទិញបុករហុងឲ្យអ៊ីញ៉ាំយប់ឯហ្នឹងដោយសារតែអត់ហ៊ានជំទាស់ការបញ្ជាអញ្ចឹងគឺថាខ្ញុំក៏បានចេញដំណើរទាំងយប់តែម្ដងទៅស្វែងរកបុកលហុងឲ្យគាត់ហើយដល់ទៅពេលគិតយូរទៅគឺថា200000ខ្ញុំនឹងប្រហែលអត់រួចដើមទេមើលទៅហើយនេះពេលហ្នឹងខ្ញុំក៏បានឆ្លៀតទិញនំប៉័ងដាក់សាច់ខ្លួនឯងផងដែរចាឥឡូវនេះគឺយើងទៅផ្ទះបងប្អូនអញ្ចឹងបេសកកម្មទិញអីញ៉ាំជោគជ័យដែលបន្តមកគឺថាយើងក៏បានធ្វើការញ៉ាំតែម្ដងហើយខ្ញុំគិតថាបងប្អូនប្រកាសជាបានចាប់អារម្មណ៍នៅពាក្យដែលមាននៅលើកំប៉ុងកូកាហ្នឹងហើយដែលជាកម្មវិធី share a code ហើយតាមកំប៉ុន្តែកម្មវិធីមួយហ្នឹងគឺមានតាំងពី10ឆ្នាំមុនប៉ុន្តែឥឡូវនេះ share a code គឺបានត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជារបស់យើងហើយហើយតែកាន់តែពិសេសទៀតគឺថានៅថ្ងៃទី13ខែ6នេះផងដែរគឺ share a code នឹងមាន event មួយគឺនៅសាលានំឬក៏សាលាជាតិគ្រប់គ្រងចាប់ពីម៉ោង7កន្លះព្រឹករហូតដល់ម៉ោង5កន្លះល្ងាចហើយខ្ញុំផ្ទាល់ក៏នៅទៅចូលរួមនៅក្នុងកម្មវិធីមួយហ្នឹងផងដែរចាប់ពីម៉ោង3រហូតដល់ម៉ោង5ល្ងាចហើយតែកាន់តែពិសេសនៅក្នុងកម្មវិធីមួយហ្នឹងគឺនឹងមានកម្មវិធីសប្បាយជាច្រើនហើយចំពោះបងប្អូនដែលគាត់អត់ទាន់មានឈ្មោះខ្លួនឯងនៅលើដបកំប៉ុងកូកាក៏អាចទៅនឹងផងដែរដើម្បីឲ្យគេ customize ឈ្មោះដាក់នៅលើកំប៉ុងកូកាហ្នឹងឲ្យអ្នកទាំងអស់គ្នាបានតែម្ដងឥឡូវបញ្ជាចុងក្រោយឲ្យធ្វើគេអ៊ីបញ្ជាហាងចុងក្រោយគេឲ្យប្រាក់លាងចានថ្ងៃនេះគឺចូលដើមទាំងស្រុងហើយបន្ទាប់ពីលាងចានហើយបេសកកម្មរបស់យើងក៏បានបញ្ចប់និយាយទៅមួយថ្ងៃពេញគឺខ្ញុំតស៊ូខ្លាំងមែនទែនសម្រាប់ថាវិការ200000រៀលដៃ2